សុភាសិតជំពូកទី29អ្នកណាដែលត្រូវបន្ទោសជាញយញយតែតាំងចិត្តរឹងវិញនោះត្រូវវិនាសក្នុងមួយរំពេចតលបើជួយផងកាលណាមនុស្សសុចរិតមានអំណាចឡើងនោះជនទាំងឡាយរមែងមានចិត្តរីករាយតែកាលណាមនុស្សអាក្រក់គ្រប់គ្រងវិញនោះបណ្ដាជនស្រែកថ្ងោលឡើងអ្នកណាដែលស្រឡាញ់ដល់ប្រាជ្ញានោះរមែងនាំឲ្យឪពុករីករាយសប្បាយតែអ្នកណាដែលគប់រកស្រីសំភឹងនោះស៊ីបង្ហិនទ្រព្យសម្បត្តិគាត់វិញស្ដេចរមែងតាំងនគរឲ្យមាំមួនដោយសារសេចក្តីយុត្តិធម៌តែស្ដេចណាដែលសង្កត់សង្កិនយកដង្វាយនោះធ្វើឲ្យស្រុកវិនាសវិញអ្នកណាដែលបញ្ចាចដល់អ្នកជិតខាងនោះឈ្មោះថាដាក់លុបសម្រាប់ចាប់ជើងគេដេមានអណ្ដែកនៅក្នុងអំពើរំលងរបស់មនុស្សអាក្រក់តែមនុស្សសុចរិតគេច្រៀងដោយអរសប្បាយវិញមនុស្សសុចរិតរមែងពិចារណាយល់ហេតុនៃមនុស្សទាល់ក្រតែមនុស្សអាក្រក់គ្មានយោបល់យល់បានទេមនុស្សចំអកមើលងាយគេអុជអោឲ្យទីក្រុងឆេះឡើងតែមនុស្សមានប្រាជ្ញាគេបង្វែរបណ្ដេញសេចក្តីក្រោធចេញវិញបើអ្នកមានប្រាជ្ញាគេកើតមានរឿងនឹងមនុស្សចំគួតទោះបើអ្នកនោះខឹងឬសើចក្តីគង់តែឥតមានសេចក្តីសុខវិញឡើយពួកមនុស្សដែលកំចាយឈាមនោះរមែងតែស្អប់ដល់មនុស្សត្រឹមត្រូវតែមនុស្សទៀងត្រង់រកជួយសង្គ្រោះព្រលឹងអ្នកនោះវិញពួកល្ងាសម្ដែងចេញអស់ទាំងកំហឹងរបស់ខ្លួនតែមនុស្សមានប្រាជ្ញាគេទប់ចិត្តហើយរងាប់ចេញវិញបើអ្នកគ្រប់គ្រងតែងស្ដាប់តាមពាក្យភូតផលនោះពួកអ្នកបម្រើរបស់គេក៏ជាមនុស្សអាក្រក់ដែរមនុស្សទាល់ក្រនិងមនុស្សដែលសង្កត់សង្កិនគេតែងតែប្រទះគ្នាតែគឺព្រះយេហូវ៉ាដែលបំភឺភ្នែកនៃអ្នកទាំងពីរនោះឯស្ដេចណាដែលវិនិច្ឆ័យក្តីរបស់មនុស្សទាល់ក្រដោយឥតមន្ទិលបលុះបល្ល័ង្ករាជរបស់ស្ដេចនោះនឹងបានតាំងឲ្យជាប់ជាដោរាបរំពាត់នឹងសេចក្តីព្រានប្រដៅរមែងឲ្យកើតមានប្រាជ្ញាតែកូនណាដែលបណ្ដោយឲ្យប្រព្រឹត្តតាមអំពើចិត្តនោះតែងធ្វើឲ្យម្ដាយមានសេចក្តីខ្មាស់វិញកាលណាមនុស្សអាក្រក់ចម្រើនជាច្រើនឡើងនោះសេចក្តីរំលងច្បាប់ក៏ចម្រើនឡើងដែរប៉ុន្តែពួកសុចរិតនឹងឃើញគ្រាដែលគេដួលចុះទៅវិញចូលស្ដីប្រដៅកូនឯងចុះនោះវានឹងឲ្យឯងបានសម្រាកចិត្តវានឹងឲ្យឯងមានចិត្តរីករាយផងគ្រាណាដែលឥតមានការបើកសម្ដែងនោះបណ្ដាជនរមែងលែងទប់ចិត្តតែអ្នកណាដែលប្រព្រឹត្តតាមបញ្ញត្តិច្បាប់នោះសប្បាយហើយខ្ញុំកំដរនឹងរៀងចោលដោយសារតែពាក្យបន្ទោសមិនបានទេត្បិតទោះបើវាស្ដាប់បានគង់តែមិនយកចិត្តទុកដាក់ឡើយឯងដែលឃើញមនុស្សរហ័សនឹងបញ្ចេញសម្ដីឬមានសេចក្តីសង្ឃឹមចំពោះមនុស្សល្ងាជាជាងអ្នកនោះទៅទៀតអ្នកណាដែលចិញ្ចឹមបាវបម្រើដោយថ្នមតាំងពីតូចមកនោះដោយជាន់ក្រោយនឹងបានអ្នកនោះដូចជាកូនវិញមនុស្សមួម៉ៅរមែងអុជអាលឲ្យកើតមានសេចក្តីទាស់ធ្ងៀងហើយមនុស្សមានក្រោធនោះរំលងច្បាប់ជាច្រើនទៀតចិត្តឆ្មើងឆ្មាងរបស់មនុស្សនឹងនាំឲ្យទៀបខកទៅតែមនុស្សដែលមានចិត្តសុភាពរាបតាបនោះនឹងបានកិត្តិយសសព្វសាយវិញអ្នកណាដែលចូលដៃនឹងចោរនោះឈ្មោះថាស្អប់ដល់ព្រលឹងខ្លួនវាឮគេដាក់បណ្ដាសាដល់ខ្លួនប៉ុន្តែមិនពោលតបឡើយការដែលខ្លាចចំពោះមនុស្សនោះនាំឲ្យជាប់អណ្ដែកតែអ្នកណាដែលទុកចិត្តដល់ព្រះយេហូវ៉ាពិតនោះនឹងបានសុខវិញមានមនុស្សជាច្រើនដែលស្វែងរកឲ្យបានប្រកបដោយគុណនៃអ្នកគ្រប់គ្រងតែសេចក្តីវិនិច្ឆ័យដល់មនុស្សនោះស្រេចនៅព្រះយេហូវ៉ាវិញឯមនុស្សទុច្ចរិតគេជាទីស្អប់ក្អៀមដល់ពួកសុចរិតហើយអ្នកណាដែលប្រព្រឹត្តដោយទៀងត្រង់នោះក៏ជាទីស្អប់ក្អៀមដល់មនុស្សអាក្រក់ដែរ